ឥឡូវនេះបងប្អូននៅពេលដែលខ្ញុំចង់ញ៉ាំខ្ទឹមជ្រក់គឺដឹងតែស្វាស្វែងធ្វើខ្លួនឯងបងប្អូនតែកាលពីមុនអត់ទេបងប្អូនណានៅពេលដែលចង់ញ៉ាំដឹងរត់ទៅផ្សារទៅទិញកន្លះគីឡូ1គីឡូយកមកទុកញ៉ាំណាតែឥឡូវនេះគឺដឹងពីតិចនិចនិយាយចំទៅដឹងតិចនិចហើយដឹងគ្រឿងផ្សំគឺចាប់ដើមធ្វើខ្លួនឯងញ៉ាំតែម្ដងហើយអត់មានខាត់ពេលវេលាទៀតអញ្ចឹងជាដំបូងគឺខ្ញុំមានខ្ទឹមសហ្នឹង3ខាំហើយអំបិលក្រួសបន្តិចហើយស្ករស5ស្ព្រាបាយហើយនឹងទឹកខ្មេះប្រហែលជា2-3ស្ព្រាបាយដែរអញ្ចឹងជាដំបូងហ្នឹងគឺខ្ញុំយកខ្ទឹមនេះយកទៅត្រាំទឹកប្រហែលជា20នាទីបងប្អូននេះគឺរីកហើយងាយស្រួលបកខ្លាំងមែនទែនបើសិនជាយើងអត់បានត្រាំទឹកវាគឺពិបាកបកហើយឈឺដៃទៀតបងប្អូនហើយលកាហាយដៃនៅពេលដែលយើងត្រាំអញ្ចឹងទៅគឺងាយស្រួលខ្លាំងមែនទែនឥឡូវខ្ទឹមយើងគឺបានបកសបកវារាល់ហើយបងប្អូនអញ្ចឹងហើយទៅយើងទុកសម្រស់ទឹកសិនណាទុកសម្រស់ទឹកឲ្យស្ងួតបែបហ្នឹងទៅហើយខ្ញុំញោមញីជាមួយអំបិលម៉ត់ហ្នឹងប្រហែលជា2ស្ព្រាកាហ្វេបងប្អូនហើយយើងញោមញីវាតិចទៅបានហើយអត់ច្បាច់ទេណាបងប្អូនបើសិនជាបាច់គឺខ្ទឹមនេះដឹងតែខូចហើយបងប្អូនហើយគឺវាមានចេញទឹកច្រើនអីចឹងណាតែនេះអត់ទេយើងច្បល់វាតិចទៅគឺបានហើយបងប្អូនហើយបន្ទាប់ពីបានច្បល់រួចរាល់អញ្ចឹងយើងទុកវាមួយឡែកទៅឥឡូវយើងមកដាំទឹកសិនហើយចំពោះទឹកវិញយើងដាក់មកល្មមមកបានហើយអត់ដល់កន្លះលីត្រទេណាបងប្អូនមើលទៅតាមបរិមាណខ្ទឹមរបស់យើងហើយយើងចាក់ស្ករទៅហើយនឹងទឹកខ្មេះលាយទៅហើយយើងកូរវាតតែវារលាយសព្វចូលជាមួយនឹងទឹកតទៅវាពុះបែបនេះណាចឹងហើយគឺយើងទុកទៅបានហើយបងប្អូនហើយនៅពេលដែលខ្ញុំដាំទឹកនេះគឺខ្ញុំភ្លេចច្រកខ្ទឹមចូលក្នុងកន្លហើយបញ្ជាក់បងប្អូនណាចំពោះកន្លគឺយើងប្រើកន្លកែវបងប្អូនយើងអត់ប្រើកន្លជ័រទេបើសិនជាយើងប្រើកន្លជ័រទៅគឺវាធំក្លិនជ័របងប្អូនដោយសារតែយើងចាក់ទឹកទាំងក្តៅបងប្អូនយកបានប្រើទឹកត្រជាក់ទេនៅពេលដែលយើងដាក់ចូលកន្លវាបែបហ្នឹងហើយគឺបញ្ញាប់ដាក់ទឹកដែលក្តៅដាំពុះហើយអំបញ្ញមិញគឺយើងចាក់ចូលទៅហើយដល់ពេលដែលយើងចាក់ចូលទៅហើយគឺយើងទុកប្រហែលជា2ទៅ3ថ្ងៃអីណាបងប្អូនគឺយើងអត់អាចញ៉ាំភ្លាមបានទេព្រោះដោយសារអីវាហាងសិនជាយើងអត់ធ្វើអញ្ចឹងទេគឺវាហាងហើយគឺញ៉ាំអត់ឆ្ងាញ់ទេបងប្អូនហើយចំពោះក្លិនវាក៏អត់មានឈ្ងុយដែរអញ្ចឹងហើយនៅពេលដែលយើងគ្របទុកអញ្ចឹងហើយគឺយើងទុករយៈពេលដូចខ្ញុំនិយាយមិញអញ្ចឹងគឺទុក2ទៅ3ថ្ងៃទៅគឺឆ្ងាញ់ហ្មងបងប្អូនហើយចាអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ចេះធ្វើអាចមើលវីដេអូនេះហើយគឺចេះធ្វើតែម្ដងអញ្ចឹងបន្ទាប់ពី3ថ្ងៃកន្លងមកបងប្អូនគឺវាឡើងពណ៌បែបហ្នឹងណាពណ៌រៀងស្ដេចបាយអញ្ចឹងណាបងប្អូនហើយនិយាយពីក្លិនគួរក្លិនឈ្ងុយនិយាយពីតអស់មុនគេតែម្ដងបងប្អូនមកចំណោមប្រហែលថ្ងៃនេះគឺខ្ញុំធ្វើខ្ទឹមជ្រក់ផងធ្វើម្ទេសជ្រក់ផងហើយតសក់ជ្រក់ទៀតហើយអ្វីដែលអស់មុនគេគឺខ្ទឹមនឹងឯងបងប្អូនចឹងសម្រាប់បងប្អូនដែលគាត់ចូលចិត្តខ្ទឹមជ្រក់ដូចខ្ញុំអញ្ចឹងណាមើលគឺបងប្អូនអាចមើលវីដេអូរបស់ខ្ញុំហើយបងប្អូនអាចធ្វើបានដែលងាយខ្លាំងមែនទេបងប្អូនជាពិសេសកូនពៅអត់ធ្លាប់ចូលចក្រានចូលហើយទៅបងប្អូនណាចាចឹងវីដេអូនេះចែករំលែកដល់បងប្អូនក៏មានតែប៉ុណ្្នឹងទេហើយក៏ចាំជួបគ្នានៅវីដេអូក្រោយៗទៀតផងដែរអរគុណហើយកុំភ្លេចជួយ follow page ហើយនឹងជួយឲ្យបេះដូងហើយកុំភ្លេច share ម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តដល់វីដេអូរបស់ខ្ញុំផងដែរចាអរគុណជំរាបលា